Most of us aren't even aware of the UK logistics industry, yet it's one of the most successful sectors in UK business. Logistics affects nearly every aspect of our daily lives. It's quite literally all around us all the time. ផ្នែកធនធានមនុស្សណាផ្នែក logistics supply chain ហ្នឹងសម្រាប់អនាគតនៅក្នុងស្រុកខ្មែរយើងអូខេឥឡូវយើងមកមើលមួយទៀតគោលបំណងក្នុងការធ្វើពាណិជ្ជកម្មអ្វីទៅដែលជាគោលបំណងការធ្វើពាណិជ្ជកម្មជាទូទៅយើងគ្រប់គ្នាយើងដឹងហើយណាយើងដឹងក្នុងចិត្តយើងហើយការធ្វើចំនួនការធ្វើពាណិជ្ជកម្មគោលបំណងធំរបស់វាបំផុតគឺចំណេញលុយហ្នឹងហើយគឺចំណេញលុយប៉ុន្តែការដែលយើងគិតតែចំណេញលុយតែមួយមុខណាដោយមិនគិតពីបញ្ហាផ្សេងទៀតវាមិនមែនជាជំរឿល្អហើយវាមិនមែនជាអ្វីដែលវាមាននិរន្តរភាពយូរអង្វែងទេការចំណេញលុយរបស់យើងមិនបានយូរអង្វែងទេខ្ញុំលើកឧទាហរណ៍ដូចជាក្រុមហ៊ុនធំខ្ញុំធ្លាប់ធ្វើការជាមួយនឹងខាងក្រុមហ៊ុន SDV ដែលគាត់គឺជា supplier របស់ក្រុមហ៊ុន Chevron ហើយយើងស្គាល់ហើយគ្រប់គ្នាបែរយើងស្គាល់ហើយក្រុមហ៊ុន Chevron គឺជាក្រុមហ៊ុនប្រេងរបស់អាមេរិកធំដែលមកមានចុះកិច្ចសន្យារុករកប្រេងនៅស្រុកខ្មែររបស់យើងណាតាំងពីក្រុមហ៊ុនហ្នឹងធ្វើ seismic បានគេរុករកប្រេងរុករក block រហូតដល់ក្រុមហ៊ុន Chevron បានតភ្ជាប់បំពង់ទីបហើយទាំងអស់ជាស្ថាពរខ្ញុំធ្វើការងារនឹងរហូតពីដើមទីដល់ចុងទីចប់អញ្ចឹងខ្ញុំដឹងពីរបៀបរបបក្រុមហ៊ុនយក្សហ្នឹងគាត់ធ្វើការអញ្ចឹងក្រុមហ៊ុនយក្សដែលគេធ្វើការដែលគេមាននិរន្តរភាពយូរអង្វែងនោះគឺគេមិនគិតតែលុយចំណេញមកមុខទេគេគិតពីបរិស្ថានគិតពីសុវត្ថិភាពជាចម្បងណាគេមិនទាន់រុករកប្រេងបានផងប៉ុន្តែគេចាប់ផ្ដើមជួយសហគមន៍ហ្នឹងហើយគេចាប់ផ្ដើមជួយខាងសាលាណាអីនៅក្បែរហ្នឹងគេចាប់ផ្ដើមជួយណាហើយសូម្បីតែបំពង់ទីបដែលយកមកពីសមុទ្រទៅការលាងសម្អាតហ្នឹងហើយវាមានប្រេងឆៅខ្លាំងហ្នឹង